នេះគឺជាកូនចាបមួយដែលធ្លាក់ពីសម្បុកពីលើដើមឈើមកមិនមែនធ្លាក់ពីសម្បុកទេធ្លាក់ទាំងសម្បុកពីលើដើមឈើមកហើយបេះអង្គគេដើរជន់នៅគៀនផ្លូវចេះបានខ្ញុំឃើញក៏ខ្ញុំរើសយកមកដាក់លើសួនទៅណាហើយឥឡូវនោះមេនេះមេគេនេះតែដឹងមេគេបានចុះមកមើលកូនហើយនៅទេតែឥឡូវកូននឹងត្រូវធ្លាក់មកដីចេះចែកដន់ខ្ញុំដើរមកឃើញសដឹងអាសបុកចាបតែអត់នឹកស្មានថាមានកូននៅក្នុងហ្នឹងរើសមើលស្រាប់អូមានកូនមួយនៅក្នុងសម្បុកចឹងយើងមិនដឹងធ្វើម៉េចយើងរើសវាមកយកមកដាក់លើសួននេះឯងចឹងបានដាក់វានៅលើសួនច្បារតែដល់មកក្រោមចឹងចិត្តមនុស្សចិត្តអីពេកមិនដឹងជាមេហ៊ានមកដែរអត់ទេតែមួយថ្ងៃនេះបញ្ចុកចំណៃ2-3ដងហើយមួយថ្ងៃនេះអត់មានទឹកដោះគោអីបញ្ចុកទេគឺត្រូវបានយកបបរស្ដែកយកគ្រាប់ស្ដែកមកបញ្ចុក2-3ដងដែរហើយអញ្ចឹងយើងផ្សាំងទៅគីឡូបានមេវាមកដល់ចឹងចាំមើលលោកអាចល្ងាចហ្នឹងមេមកចូលមកក្រាបចូលមកផ្ដល់ភាពកក់ក្ដៅបាទចឹងនេះត្រូវបានរើសយកមកដាក់លើសួនច្បារបាទយ៉ាងកំសត់ណាកូនបានតែមកគ្រាប់ធ្លាក់មកដីបាត់ទៀតគិតធ្វើម៉េចតែសង្ឃឹមថាយប់ហ្នឹងមេចូលមកចុះបើមេអត់ចូលមកអាចងាប់ហើយបាទចង់ធ្វើជាគ្រូពេទ្យហើយរក្សាកូនចាបនេះមួយដែរនេះតែយើងអត់ពេលវេលាគឺរើគឺកញ្ជ្រោលចុកចំណៃ2ដងហ្នឹងថ្ងៃសៀលហ្នឹងទៅបែកឃ្លានទៀតចាំមើលថយតិចឃើញលោម៉ែគេមកនេះម៉ែតេតម៉ែនេះមើលឃើញនេះគឺជាវីដេអូទី1នៃពេលវេលាមួយថ្ងៃដែលបានរើសកូនចាបនេះយកមកដាក់លើសួនបាទប្រសិនបើមិនអីទេនឹងមានវីដេអូជាបន្តមានវីដេអូទី2វីដេអូទី3រហូតទៅវីដេអូទី10ទី20និយាយអំពីជោគវាសនានៃកូនចាបនេះជាបន្តទៀតបាទអញ្ចឹងនេះគ្រាន់តែជាវីដេអូទី1ឯងបាទព្រោះយើងរើសមកយើងអត់អាចឡើងយកទៅដាក់នៅលើបានទេបាទគឺយើងដាក់នៅក្រោមប៉ុន្តែយើងមានសួនដាក់អញ្ចឹងយើងដាក់លើសួនបាទមកដល់មេតែមកព្រឹកអត់មានចូលមើលកូននេះកូនឡើងទឹកដក់ក្នុងសបុកអញ្ចឹងតែ
តែអាចប្រេចទៀតណាកូននេះញញែនេះមីនាងកូនថ្ងៃមុននៅក្រហមម្លងឡើងថ្ងៃនេះវារៀងដុះរួមបានបន្តិចហើយបាទហើយថ្ងៃនេះមានភ្លៀងអលឹមទៀតមេអត់មកចិត្តទេមេអត់ចូលទេសបុកឡើងដកទឹកអញ្ចឹងយើងបានទៅចាក់ទឹកចេញពីសបុកមិញបាទឥឡូវសងំអស់កម្លាំងក្លៀននេះនេះដុះរួមច្រាងមេនេះដោយសារដាក់ទៀបវាចិត្តមនុស្សអត់ទៅហ៊ានចូលមួយថ្ងៃបែបលួចចូលបានតិចបាទឥឡូវឃ្លានហើយស្មាននេះអត់ទាន់បានទៅរកអីមកបញ្ចុកទេតែមើលត្រង់ឃ្លានហើយបាទមេតែហើយតែមិញទឹកដក់ពេញសបុកកូនអត់មកចិត្តតើយើងចាក់ចេញក្អៀងសបុកហ្នឹងចាក់ចេញទៅដុះរួមខ្មៅហើយលេងអីហើយដល់ប៉ុណ្ណេះនេះសបុកខាងនេះដក់ទឹកតែយើងទៅចាក់សម្រាប់ទឹកចេញបាញ់មិញតែមេតែមេណាឥឡូវនេះគេដុះរួមចិត្តយ៉ាងគួរសមហើយបាទហើយឥឡូវគេអាចហើតិចបានចេញពីសម្បុកហើយមិញមកដល់ប្រហោងពោះធ្លុងបាត់នឹកស្មានថាអ្នកណាគេចាប់យកទៅបាត់ហើយការពិតគេហើយចុះចេញពីសម្បុកសោះអើយមេនេះមេនៅតែណាបាទនេះគឺជាវីដេអូទី3បាទឥឡូវគាត់បានរួចផុតទុកទោសហើយបាទឥឡូវហ្នឹងគាត់ហើបានខ្លះហើយបាទមានព្រលឹងណាស់លយតែម្ដងបាទចឹងនេះគឺជាវីដេអូទី3ហើយបាទចឹងគាត់មានអនាគតហើយលែងភ័យលែងបារម្ភហើយមេនោះនៅតែមកវិញឥឡូវនេះមេនៅតែដដែលអត់អីទេហ្នឹងណែខំតែថាកន្លះខែទៀតឥឡូវកន្លះខែណាប៉ុណ្ណេះថ្ងៃគាត់ដុះរួមចិត្តបាត់ហ្នឹង
chẳngពេលនេះយើងគល់សិតដល់ពេញលេងឲ្យទៅមេវិញហើយព្រោះកូនក៏ហើបានតិចដែរណាកុំតន់ទៅណាកុំតន់ទៅណាប្រយ័ត្នធ្លាក់ដីវាថយជុកបានធំហើយបានដុះស្លាបហើយលែងអីហើយអូលោដែរគេចង់ចាក់ចេញពីសម្បុកហើយនឹងតើចង់ទៅណារយៈពេល2សប្តាហ៍ដុះរោមបានប៉ុណ្នេះ2សប្តាហ៍3សប្តាហ៍ហើយទៅហើយនេះគាត់ចាប់ផ្ដើមធ្វើចំណាកហើយ រួចហើយ